បាទជម្រាបសួរពុកម៉ែបងប្អូនបាទហើយថ្ងៃនេះដែរគឺថានាំវីដេអូថ្មីបាទជជូនបងប្អូនបានទេសនាបាទជាពិសេសនោះគឺវីដេអូដែលទាក់ទងនឹងការធ្វើដំណើរកំសាន្តនាពេលទន្លេបងប្អូនបាទគឺទំនេរហើយក៏ជិះដើរលេងនៅតាមតំបន់លិចទឹកណាបងប្អូនបាទតំបន់លិចទឹកនេះដែរគឺមានទីតាំងស្ថិតនៅមិនឆ្ងាយពីភ្នំក្រោមខេត្តសៀមរាបយើងទេបងប្អូនបាទជាទីកន្លែងដែលបងប្អូនតែងតែទេសនានាពេលល្ងាចបាទបងប្អូនអាចឡើងលើភ្នំក្រោមហើយទេសនាថ្ងៃលិចក៏ដូចជាផ្ទាំងទេសនីយភាពពណ៌បៃតងនៅខាងក្រោមបាទនៅជុំវិញភ្នំនោះគឺតំបន់នេះឯងបងប្អូនបាទតំបន់នេះជាតំបន់លិចទឹកនារដូវវស្សាប៉ុន្តែគ្រាន់តែពេលដែលរដូវប្រាំងអញ្ចឹងទៅបាទទឹកទន្លេស្រកទៅវិញបាទមានដីគោកហើយបុព្វជិជនយើងគាត់ចាប់ដើមធ្វើស្រែបាទកន្លែងនេះគឺថាពេលមកពេលព្រឹកក៏ស្អាតហើយពេលល្ងាចក៏ស្អាតដែរបងប្អូនបាទបងប្អូននៅទីនេះដោយសារជាកន្លែងដែលមានទឹកទន្លេឡើងអញ្ចឹងទៅជាកន្លែងមួយដែលគេពេញនិយមបានមកនេសាទត្រីបាទគ្រប់រដូវកាលបងប្អូនមិនថារដូវប្រាំងមិនថារដូវវស្សាឬរដូវត្រជាក់ណាទេបងប្អូនបាទគឺថាទន្លេសាបដូចបងប្អូនមិនដឹងហើយគឺជាតំបន់ដែលសម្បូរទៅដោយធនធានមច្ឆាបាទមិនត្រឹមតែមច្ឆាទេបងប្អូននៅជុំវិញបឹងនេះគឺមានដើមឈើបាទមានព្រៃរនាមបងប្អូនហើយក៏មានដីល្បាប់មានអីចឹងទៅបាទដែលជាកន្លែងសម្បូរបែបក្រៃបងប្អូនសម្រាប់ប្រជាជនកម្ពុជាយើងដែលរស់នៅជុំវិញបឹងទន្លេសាបមិនត្រឹមតែជាតំបន់ដែលសម្បូរទៅដោយមច្ឆាជាតិបាទឬក៏ជាតំបន់ដែលសម្បូរទៅដោយដីមានជីវជាតិទេបងប្អូនបាទនៅកន្លែងនេះក៏ជាតំបន់ដែលជាអាចផ្ដល់សក្តានុពលទេសចរសម្រាប់ប្រជាជនឬក៏បងប្អូនយើងដែលចូលចិត្តទេសនាធម្មជាតិណាបងប្អូនបាទដូចនៅលើក្នុងទំនប់នេះបងប្អូនគេហៅទំនប់78បងប្អូនបាទហើយក្នុងទំនប់នេះគឺបងប្អូនអាចជិះលើនេះហើយអាចមើលឃើញវាលស្រែធំល្វឹងល្វើយអមជាមួយនឹងឃ្លាំងទឹកដ៏សែនធំបាទហើយក៏ស្រស់ស្រាយដែរហើយបងប្អូនជិះនៅពេលនេះភាគច្រើនគឺនាពេលល្ងាចបងប្អូនគឺឃើញថាទេសភាពស្រស់ស្រាយមែនទែនហើយនៅកន្លែងនេះអាចមកទេសនាបានគ្រប់រដូវកាលបាទមិនថារដូវទឹកឡើងឬក៏រដូវទឹកស្រកទេគឺបងប្អូនអាចមកឃើញទេសភាពផ្សេងគ្នាបាទបងប្អូនបាទដល់ហើយអីខ្ញុំប្រើម៉ូតូអងយ៉ាអញ្ចឹងទៅมันអាចថតនឹងដៃបានទេគឺខ្ញុំដាក់កាមេរ៉ាជាប់ខ្លួនបានថតបាទផ្ដិតយកទេសភាពខ្លះអញ្ចឹងបងប្អូនបាទបងប្អូនកន្លែងនេះស្ថិតមិនឆ្ងាយប្រមាណពីទីក្រុងសៀមរាបទេបាទហើយការធ្វើដំណើររបស់ខ្ញុំនេះគឺបានចេញពីទំនប់ឃ្លាំងជារិស័យបាទដែលជាឃ្លាំងទប់ទឹកមួយនៅជិតភ្នំក្រោមបាទដែលខ្ញុំបានធ្វើដំណើរឆ្ពោះពីទិសខាងកើតបាទឆ្ពោះពីទិសខាងកើតកាន់ទៅកាន់ទិសខាងលិចបងប្អូនគឺធ្វើដំណើរតាមខ្នងទំនប់78បាទទំនប់78នេះខ្នងទំនប់ដែលធំហើយមានផ្ទៃទលាយសម្រាប់បងប្អូនដែលធ្វើដំណើរតាមរថយន្តក៏បានបាទតាមម៉ូតូខ្វាត់3ក៏បានម៉ូតូខ្នាតតូចក៏បានបងប្អូនបាទហើយម៉ូតូដែលខ្ញុំកំពុងប្រើនេះគឺម៉ូតូ Yamaha FZ ខ្ញុំប្រើម៉ូតូនេះដើម្បីជិះធ្វើការផងបានដើរកម្សាន្តផងនាពេលទៅនេះឡែកខ្ញុំអត់សូវបានទៅនេះទេបងប្អូនហើយក៏សូវមានពេលចេញវីដេអូចែកជូនបងប្អូនបានទេសនាផងដែរបាទដោយបងប្អូនឃើញហើយទេសភាពនៅលើខ្នងទំនប់នេះគឺថាមានដើមឈើអមខ្លះដែរបងប្អូនបាទធ្វើដំណើរទៅប្រកបដោយភាពងាយស្រួលដែរដោយសារផ្លូវអត់ល្អិលទេបងប្អូនមិនថារដូវវស្សាឬក៏រដូវប្រាំងទេលុះត្រាតែទឹកទន្លេលិចនៅលើខ្នងទំនប់នេះបានបងប្អូនពិបាកធ្វើដំណើរបាទនៅរដូវវស្សាបើទឹកធំអាចលិចបាននៅលើនេះណាបងប្អូនបាទហើយនៅសងខាងផ្លូវមានបងប្អូនយើងចិញ្ចឹមទីចិញ្ចឹមគោក្របីបាទច្រើនបងប្អូនកន្លែងនេះគឺគេមកចិញ្ចឹមសត្វចិញ្ចឹមអីដែរបងប្អូនបាទហើយកន្លែងនេះក៏ពេញនិយមសម្រាប់បងប្អូនដែលចូលចិត្តស្ទូចត្រីបំបកត្រីបងសំឡាញ់រេសន្ទូចបាទរេម៉ងបាទនៅកន្លែងនេះគឺថាគួរអបងប្អូនហើយបាទរដូវទឹកឡើងវិញប្រជាជនយើងគាត់នាំគ្នាមកប៉ុណ្ណឹងទូកបាទហើយមានដាក់អ្នកខ្លះក៏ដាក់មីក្រូដាក់បាសដាក់អីមករួមលេងកំសាន្តបងប្អូនបាទមានភេសជ្ជៈមានកន្ទេលឲ្យយកមកក្រាលរួមលេងអញ្ចឹងណាបងប្អូនបាទគឺថាអ៊ូមែនតើបាទហើយយើងសំណាងដែរបងប្អូនគឺយើងកើតនៅលើទឹកដីមួយដែលមាន
ច្រើនទុនធានដូចជាបឹងបាទដូចជាទន្លេសមុទ្រអញ្ចឹងណាបងប្អូនភ្នំបាទធ្វើឲ្យប្រទេសយើងក៏ស្រស់ស្អាតបាទហើយភ្ញៀវទេសចរដែលគាត់មកលេងគាត់សរសើរមិនដាច់ពីមាត់ជាពិសេសខេត្តសៀមរាបយើងបងប្អូនបាទមានទាំងប្រាសាទមានអីចឹងណាបាទគឺថារីករាយនឹងអ្វីដែលយើងមានបាទហើយក៏យើងអាចចេញធ្វើដំណើរកម្សាន្តបាទគ្រប់ទីកន្លែងមិនថាកន្លែងដែលជាលក្ខណៈធម្មជាតិក៏ដូចជាការច្នៃប្រឌិតអញ្ចឹងណាបងប្អូនបាទបាទបើនិយាយពីអនុស្សាវរីយ៍ទាក់ទងទៅនឹងតំបន់នេះគឺថាមានច្រើនសម្រាប់ខ្ញុំក៏ដូចជាគ្រួសារខ្ញុំនិងបងប្អូនភូមិផងរបងជាមួយបាទក៏ដូចជាបងប្អូនប្រចាំខេត្តសៀមរាបដែរដែលមានលំនៅឋានក្បែរបឹងទន្លេសាបបងប្អូនបាទគឺថាអនុស្សាវរីយ៍មានច្រើនតាំងពីការមកវាគូការមករកអស់ការមកធ្វើស្រែបាទការមកដើរកម្សាន្តនៅកន្លែងនេះនេសាទត្រីបាទដោយឡែកគ្រួសារខ្ញុំបាទពួកខ្ញុំជាអ្នកនេសាទបាទហើយខ្ញុំមានអនុស្សាវរីយ៍ជាមួយនឹងតំបន់បឹងទន្លេសាបនេះច្រើនបងប្អូនតំបន់ព្រៃលិចទឹកណាបងប្អូនបាទនារដូវវស្សាអញ្ចឹងទៅយើងអាចនេសាទត្រីល្អិតបងប្អូនដោយប្រើសន្ទូចរនងឬក៏ប្រើមងបាទហើយទីនេះសម្បូរត្រីទឹកសាបច្រើនដូចជាត្រីក្រាញ់បាទត្រីដែងត្រីគក់ត្រីតាអោនត្រីស្លាតបាទក៏ដូចជាត្រីរ៉ស់អីដល់បងប្អូនបាទនេះរដូវតឡាភាគច្រើនបងប្អូនយើងគាត់នេសាទត្រីល្អិតបាទនេះរដូវសម្រក់បងប្អូនយើងនេសាទត្រីរ៉ស់បងប្អូនសម្បូរបងប្អូនបាទត្រីលិចទឹកបឹងទន្លេសាបយើងនេះគឺលោកមច្ឆជាតិយើងអាចនេសាទបានគ្រប់រដូវកាលទោះបីនៅក្នុងរដូវកាលនេះក៏ដោយតែខ្ញុំកំពុងធ្វើវីដេអូនេះគឺនៅរដូវក្តៅប៉ុន្តែប្រជាជនយើងក៏អាចទៅនេសាទត្រីបានផងដែរបាទគឺនេសាទនៅក្បែរមាត់ទន្លេបងប្អូនបើតារដូវកាលនេះទឹកទន្លេនៅឯមាត់ក្នុងទន្លេប៉ុន្តែបងប្អូនយើងក៏អាចធ្វើការនេសាទត្រីបានផងដែរបាទដោយប្រើសន្ទូចធំបងប្អូនបិទនួយកែបអញ្ចឹងណាបងប្អូនបាទហើយអនុស្សាវរីយ៍ច្រើននៅកន្លែងនេះហើយចំពោះស្រូវវិញនៅម្ដុំនេះគឺមានរាប់ពាន់ហិកតាបងប្អូនគឺថាស្លោមែនទែនបាទហើយនៅខាងឆ្វេងដៃខ្ញុំនោះបើមិនជាយើងមានផ្លូវចុះបាទឧបមាថាបើយើងមានផ្លូវចុះយើងចុះទៅក្រោមទៅបងប្អូននឹងឃើញវាស្រែធំល្វឹងល្វើយស្រូវក៏ខៀវស្រងាត់ហើយទឹកក៏ថ្លាឆ្វេងបងប្អូនហើយគឺថាស្រស់ស្រាយមែនទែនជាពិសេសពេលល្ងាចបងប្អូនឲ្យតែជិះមកលេងនៅតំបន់នេះពេលល្ងាចឬក្អាត់យំចិត្តបាទហើយមានបងប្អូនយើងមកស្រែច្រើនបងប្អូនថ្ងៃមុននោះខ្ញុំជិះទៅស្រែរបស់ខ្ញុំក៏ជួបបងប្អូនយើងគាត់មកលក់ដូរបាទអាហារដែលអាចញ៉ាំបានបងប្អូនដូចជាមានសាច់គោអាំងមានពងទាកូនមានបុកល្ហុងមានអីចឹងបងប្អូនបាទគឺថាឆ្ងាញ់បាទមិនចេះខ្វះអីហូបទេបងប្អូនហើយពេលច្រើនជាកសិករដែលគាត់មានស្រែនៅទីនេះគាត់មកជុំគ្នានៅពេលល្ងាចបាទគាត់ដាក់ជាក់ខ្លះទៅបងប្អូនបាទគឺរ៉ូមែនទិកមែនទែនបាទបាទឥឡូវនិយាយយើងមកដល់ខាងផ្លូវចុះបងប្អូននេះគេហៅផ្លូវចុះកាត់វាលក្តីឆាត់បងប្អូនបាទវាលក្តីឆាត់នេះគឺមានទីតាំងនៅក្នុងសង្កាត់សម្បួរបាទក្រុងសៀមរាបជាតំបន់សម្រាប់អ្នកសម្បួរគេហៅសង្កាត់សម្បួរបាទគឺជាជនធ្វើស្រែនៅទីនេះច្រើនហើយទឹកឡើងថ្លាបាទនៅកន្លែងនេះបងប្អូនមកអាចរើសខ្ចៅឬខ្យងនៅកន្លែងនេះបាទភាគច្រើនសម្បូរខ្ចៅហើយផ្លូវមួយខ្សែនេះផងដែរគឺចាក់ទៅដល់ស្រែខាងក្រោមវែងឆ្ងាយបងប្អូនហើយធ្វើដំណើរស្រួលលើទីនេះបងប្អូនហើយស្រូវនៅតំបន់នេះគឺថាល្អដាច់កន្ទុយភ្នែកបងប្អូនហើយប្រហែលជាចុងខែ3បាទប្រហែលជាត្រូវបានច្រូតហើយបងប្អូនឃើញស្រូវនៅកន្លែងនេះល្អមែនទែនបាទហើយការធ្វើដំណើរសម្រាប់ប្រជាកសិករដែលគាត់ធ្វើស្រែនៅទីនេះគឺថាងាយស្រួលនឹងមកស្រែមែនទែនបាទដោយសារតែមានផ្លូវធំចាក់ពីកវត្តក្រុងខេត្តសៀមរាបឆ្ពោះមកកាន់មាត់ទន្លេនេះតែម្ដងគឺថាសម្បូរសប្បាយមែនទែនបាទការធ្វើដំណើរក៏ស្រួលបាទហើយមានមធ្យោបាយធ្វើដំណើរក៏លឿនបាទមិនដូចសម័យមុនណាបងប្អូនបាទធ្វើដំណើរកាត់ទីនេះគឺវេទនាដោយសារសម្បូរដីខ្សាច់បាទអញ្ចឹងទៅអ្នកដែលមិនប្រកែបើកបរឬក៏មិនកែធាក់កង់ធាក់ម៉ូតូហ្នឹងគឺថាมันជាងាយប្រមាណទេបងប្អូនបាទពីមុនពេលខ្លះមកស្រែគឺយើងធ្វើដំណើរដោយថ្មើរជើងអ្នកខ្លះក៏ក្រោកតាំងពីម៉ោង4ភ្លឺបាទដើរថ្មើរជើងមកហើយព្រៃក៏ស្ងាត់មានតែចកយំបាទ
សັດយកមកចឹងទៅយើងខ្លាចហ្នឹងបងបាទប៉ុន្តែរាល់ថ្ងៃនេះគឺថាมันពិបាកទេគឺងាយតែម្ដងបាទអឺជាជនមិនបាច់ងើបលឿនតាំងពីម៉ោង4អីដើម្បីមកស្រែមកចំការទេគឺថាងើបតែម៉ោង7មកក៏បានបាទចង់ម៉ោង8មកក៏បានដែរបងប្អូនដោយសារការធ្វើដំណើរលឿនងាយរហ័សខ្ញុំងាកទៅមើលអតីតកាលគឺថាដើម្បីបានមកដល់ទីនេះបងប្អូនយើងខ្លះក៏បរទេសគោបាទបងប្អូនខ្លះក៏ធ្វើដំណើរស្មើជើងឯខ្លះទៀតក៏កង់ទៅបងប្អូនបានមិនសូវមានម៉ូតូមានឡានដូចឥឡូវទេបាទគឺអត់មានគោយន្តដែរបាទអញ្ចឹងទៅបងប្អូនយើងភាគច្រើនធ្វើដំណើរស្មើជើងមកច្រើនបាទឯខ្លះក៏ងើបតាំងពីម៉ោង4ដាំបាយដាំទឹកហើយក៏ចេញដំណើរមកទៅណាបាទបរទេសប៉ុន្តែគ្រាន់តែទេសភាពពីដើមមិនដូចសម័យឥឡូវទេពីដើមគឺនៅតាមសងខាងផ្លូវគឺដើមឈើព្រៃរនាមច្រើនហើយបើបងប្អូនបរទេសគូបរមិនមែនបរតែឯងគឺបរជុំគ្នាអញ្ចឹងទៅហើយការធ្វើដំណើរមកទីនេះគឺស្អាតមានព្រៃឈើលាស់ត្រួយអញ្ចឹងណាគឺស្អាតជាពិសេសពេលព្រឹកព្រលឹមបាទព្រឹកព្រលឹមយើងនឹងឃើញព្រៃឈើនៅសងខាងផ្លូវហ្នឹងគឺលាស់ត្រួយស្អាតអញ្ចឹងទៅវាហាក់ជាបញ្ចេញសភាពមួយស្រស់ស្អាតធ្វើឲ្យអារម្មណ៍យើងក៏ស្រស់ស្រាយផងដែរបងប្អូនបាទនៅតំបន់នេះគឺខ្ញុំធ្លាប់មកគេងដែរបងប្អូនគេងទាំងរដូវប្រាំងក៏ដូចជាគេងទាំងរដូវវស្សាអញ្ចឹងបងប្អូនបាទរដូវប្រាំងគឺខ្ញុំចុះទៅរកត្រីនៅឯមាត់ទន្លេជាមួយនឹងពូរបស់ខ្ញុំក៏ដូចជាបងប្អូនជាដូនមួយអញ្ចឹងណាហើយក៏ទៅលើចុងរាំងបាទចុងឈើបងប្អូនដោយសារនៅតំបន់មាត់ទន្លេគឺសម្បូរតែភក់ហើយភក់នោះភក់សើមអញ្ចឹងយើងអត់មានដីទេអញ្ចឹងយើងដេកលើចុងឈើបងប្អូនគឺថាគេមានរៀនអញ្ចឹងណាគេដាក់រៀនគេក្រាលឈើក្រាលអីអញ្ចឹងទៅហើយគេទួចជាក្រានដាំបាយអីនៅលើនឹងទៅយើងញ៉ាំបាយលើនឹងទៅគេងលើនឹងទៅបាទយើងចង់ចុះទៅរកត្រីក៏យើងចុះតាមចិន្តាគេទៅបងប្អូនបាទហើយនៅរដូវវស្សាក៏គេងបានដែរគឺយើងគេងលើទូកបងប្អូនដោយសារខ្ញុំមកនេសាទត្រីនៅកន្លែងនេះជាមួយបងប្អូនរបស់ខ្ញុំគឺខ្ញុំគេងលើទូកឬក៏គេងលើកោះបាទប៉ុន្តែបងប្អូននៅតំបន់នេះនេះរដូវទឹកឡើងបាទនេះរដូវទឹកឡើងគឺត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាក់ទងទៅនឹងសត្វអាសេរពឹសបាទសម្បូរបាទពិសេសពស់វែកបាទសម្បូរណាស់នៅតំបន់លិចទឹកនេះហើយក៏សម្បូរត្រីដែរពេលខ្លះគេងលើកោះឬលេងគេងលើទូកត្រីគប់ក្បែរខ្លួនបាទមាត់ត្រីពេញពុជបាទបងប្អូនបាទវីដេអូនេះគ្រាន់តែជាការចែករំលែកទាក់ទងទៅនឹងកន្លែងកំសាន្តបែបធម្មជាតិក៏ដូចជាអនុស្សាវរីយ៍នៅតំបន់បឹងទន្លេសាបទៀតបងប្អូនបាទហើយបងប្អូនមួយចំនួនតែងតែឃើញបាទទេសភាពនៅតំបន់ភ្នំក្រោមក៏ដូចជាទេសភាពភ្នំក្រោមផ្ទាល់ហ្នឹងគឺបានឃើញតែពីលើអញ្ចឹងណាអត់ដែលបានជិះមកដល់ផ្ទាល់នេះខ្ញុំបានបង្ហាញផ្ទាល់ឲ្យបងប្អូនគឺថាទេសភាពបែបនេះហើយខ្ញុំក៏បានចុះ detail វាលស្រែវាស្រូវចែកជូនបងប្អូនបានទេសនាទេគ្រាន់តែចង់បង្ហាញខ្លះថាកាលណាពីបងប្អូនអាចទៅលេងនៅលើភ្នំក្រោមបានហើយឃើញទេសភាពបែបនេះនៅកន្លែងដែលបងប្អូនបានឃើញគឺមានផ្លូវបាត់ខ្វែងអញ្ចឹងបងប្អូនគឺអាចមកលេងបានបើបងប្អូនមានកម្មវិធីជុំមិត្តភ័ក្តិអីចង់ដល់លេងបែបស្រុកស្រែអីដាក់កន្ទេលមុងអីបាទមកលេងនេះបានបាច់តបោះតង់ក៏បានដែរគ្រាន់តែយកភេសជ្ជៈបាទមហូបអាហារមកអង្គុយលេងបាទមានម្លប់ឈើតិចតិជឹងតិចបើបងប្អូនចេះបងសំណាញ់ទៀតគឺតែបងប្អូនបាទពីវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ផងដែរខ្ញុំបាទក៏សូមអរគុណចំពោះការចូលទស្សនារបស់បងប្អូននៅលើវីដេអូមួយនេះក៏ដូចជាកុំភ្លេចបងប្អូនជួយ follow បាទ subscribe channel របស់ខ្ញុំមួយផងបាទដែលមានឈ្មោះថា Cambodia View បាទខ្ញុំនឹងធ្វើការ upload វីដេអូបន្ថែមទាក់ទងនឹងទេសភាពស្រុកស្រែឬក៏តំបន់នានានៅប្រទេសកម្ពុជាយើងចែកជូនបងប្អូនបានទេសនាទាំងអស់គ្នាបាទពីខ្ញុំបានម្ចាស់ channel សូមអរគុណនិងសូមជម្រាបលា